រឿងឆ្កែមើលឃើញខ្មោចជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្ដាយនិងឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថាបើឮឆ្កែលូឬព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុងព្រោះពុំសូវមានមនុស្សកកកក្នុងពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេត្បិតខ្មោចបិសាចរាតដាលរាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាជាយូរលង់ណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃសុបទ្រុបគេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធខ្ញុំផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅគាត់ពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅណាវើយខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារក្សឯណោះបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់ថាម៉េចបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធទៀតបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅវិញតែព្រៃគាត់ចេះតែដើរទៅគ្មានផិតភ័យខ្លាចអ្វីឡើយគាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្សលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពេសំណែនដែលគេសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថាប្តីហងឯងឲ្យទៅឲ្យឆាប់ព្រោះកូនយំណាស់ខ្មោចនឹកឆ្ងល់ថាម៉េចក៏បុរសនេះមើលឃើញអញទើបដើរសំដៅទៅហើយសួរថាចុះអ្នកឯងមកដាច់ក៏មើលយើងឃើញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះប្រទាលដែលប្តីហងនាងឯងបានជាអញឃើញខ្មោចនោះគ្រាន់តែឮប្រទាលនោះភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការប្រវាយត្រប់គ្នាដណ្ដើមប្រទាលប្រហោងនោះបុរសនោះចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកទាំងអស់មើលពុំឃើញជាប្រយុទ្ធជាមួយនរណាសោះ
ឃើញតែស្ទុះស្ទាតែម្នាក់ឯងម្ល៉េះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើតលុះប្រវាយប្រតប់គ្នាមួយសន្ទុះធំបុរសក៏ចង់រុំសាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រុងមករើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លេតមកត្របាក់លេបដោយសាលេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែមើលឃើញខ្មោចបើឆ្កែព្រុសលូក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេងរឿងជ្រូកបានជាមានឈ្មោះថាឆ្នាំកណ្ដុរមានសេដ្ឋីម្នាក់មានសម្បត្តិស្ដុកស្ដំហើយមានកូនមួយតែអកុសលកូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូកឪពុកម្ដាយអន់ចិត្តពុនពេកព្រោះកូនមានភាពជាសត្វកូននោះឆាប់ចេះដើរចេះនិយាយភាសាមនុស្សឧស្សាហ៍ព្យាយាមមិនខ្ជិលហើយមានប្រាជ្ញាឆ្លៀសវៃលុះខ្លួនកាន់តែធំចេះជួយរក្សាការពារសម្បត្តិឪពុកម្ដាយប្រើការផ្សេងធ្វើបានការសពគ្រប់ចំណែកវត្ថុកំបាំងដែលនៅក្នុងខ្លួនជ្រូកនោះឪពុកម្ដាយពុំបានដឹងសោះតាមពិតជ្រូកនេះមានព្រះខ័នជារបស់ទិព្វនៅក្នុងខ្លួនលុះជ្រូកនេះមានវ័យកាន់តែច្រើនធំឡើងឪពុកម្ដាយកាន់តែពេញចិត្តអំពីចរិយាដឹងខុសត្រូវតោះតែរូបជាជ្រូកប៉ុណ្ណោះស្រាប់តែវេលាថ្ងៃមួយទាល់គំនិតសំងំដកដង្ហើមធំគ្រប់គ្នាហើយឆ្លើយថាកូនអើយអោម្ដាយឪពុកទៅនិយាយស្ដីកូនអ្នកណាគេព្រមឲ្យបើកូនឯងមានសភាពជាសត្វដូច្នេះសពថ្ងៃឪពុកម្ដាយមានតែកូនឯងមួយជាទីអាណិតស្រឡាញ់ស្មើជីវិតឯទ្រព្យសម្បត្តិឥតទាល់ក្រទេយើងមានឥតខ្វះតែត្រង់រឿងដែលកូនឲ្យឪពុកម្ដាយទៅរកស្ដីដណ្ដឹងកូនគេនោះឪពុកម្ដាយទាល់ហើយត្រង់រឿងហ្នឹងមិនហ៊ានទៅនិយាយស្ដីកូនគេទេបើគេនិយាយថាម៉េចឲ្យមកវិញឯងគ្មានផ្លូវដោះកាត់នោះទេឪពុកម្ដាយខ្មាស់គេណាស់បើកូនយកជ្រូកដូចគ្នានោះមិនពិបាកទេជ្រូកឆ្លើយថាប្រពន្ធស្រីជ្រូកខ្ញុំមិនយកទេយកតែប្រពន្ធស្រីមនុស្សបើរកមិនបានទេខ្ញុំសូមដើររកប្រពន្ធខ្លួនឯងហើយមិនយូរប៉ុន្មានស្រាប់តែជ្រូកនោះឥតប្រាប់អ្វីទៀតទេក៏ដើរទៅបាត់ពីផ្ទះ
đáyប្រពន្ធស្វែងរកសពទីមិនឃើញសោះក៏កើតការក្រៀមក្រំអាណិតកូនចំណែកជ្រូកនោះវិញមុននឹងធ្វើដំណើរចេញទៅក៏ឈរសម្លឹងឧទ្ទិសក្នុងចិត្តថាបើគូភរិយាពីបុពេមាននៅទិសណាសូមទេវតានាំចិត្តឲ្យខ្ញុំដើរទៅត្រង់ទៅទីនោះទៅទិសនោះហើយក៏ដើរចេញទៅដើរចូលព្រៃជាដរាបអស់ជាច្រើនថ្ងៃទើបបានជួបយាយចាស់ម្នាក់ដើរជីកដំឡូងតែម្នាក់ឯងក្នុងព្រៃស្ងាត់ជ្រូកឃើញក៏ដើរចូលទៅចិត្តសួរថាអូលោកយាយដើររកអ្វីបានឬទេយាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអាណិតស្រឡាញ់ហើយគាត់ឆ្លើយថាយាយរកជីកដំឡូងណាចៅតែឥឡូវគ្មានបានដំឡូងទេជ្រូកនិយាយយាយដល់ណាហើយនឹងតើលោកយាយតើលោកតាគាត់នៅទេហើយយាយមានកូនប៉ុន្មាននាក់យាយឆ្លើយប្រាប់ជ្រូកថាអាចៅផ្ទះយាយនៅឯណោះតានោះគាត់ស្លាប់យូរហើយយាយនៅមេម៉ាយជាមួយកូនស្រី2នាក់គ្មានកូនប្រុសទេឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយជ្រូកឮយាយប្រាប់ថាមានកូនក្រមុំ2នាក់នៅទំនេរដូច្នេះជ្រូកក៏តាំងនិយាយដំណើរខ្លួនឲ្យយាយស្ដាប់សពគ្រប់ហើយសុំទៅនៅជាមួយយាយផងយាយនឹកក្នុងចិត្តថាជ្រូកនេះនិយាយដឹងខុសត្រូវសពចេះភាសាមនុស្សពិរោះល្អស្ដាប់ណាស់ហើយថាឪពុកម្ដាយវាជាសិទ្ធិផងបើជ្រូកវាស្រឡាញ់កូនអញហើយបើកូនអញវាព្រមអញគួរតែផ្សំផ្គុំវាឲ្យទើបគាត់ប្រាប់ជ្រូកវិញថាចៅឯងជួយរកដំឡូងបន្តិចទៅជ្រូកចូលព្រៃភ្លាមស្វែងរកដំឡូងមិនយូរប៉ុន្មានជ្រូកឈ្មោះដីបានមើមដំឡូងក៏ជាច្រើនគំនរយាយចេះតែតាមរឹសដាក់កញ្ជើព្រមទាំងដំឡូងព្រៃខ្ចាក់ខ្ចាតដៃខ្លាដំឡូងទឹកដំឡូងទៀនគ្រប់មុខយាយពេញចិត្តនឹងចៅជ្រូកឥតឧបមាព្រោះឆ្លាតប៉ិនប្រសពរកដំឡូងពេញកញ្ជើទាំងពីរជ្រូកបង្គាប់យាយឲ្យលើកកញ្ជើដំឡូងដាក់លើខ្នងហើយដើរទៅតាមយាយលុះត្រាទៅដល់ផ្ទះឯកូនក្រមុំទាំង2នាក់បានឃើញម្ដាយមកពីព្រៃក៏នាំគ្នាចេញទៅទទួលយាយក៏បង្ហាញជ្រូកឲ្យជ្រូកស្គាល់កូនទាំងពីររួចលើកកញ្ជើដំឡូងដាក់ចុះពីលើខ្នងជ្រូកឯកូនទៅចិត្តម្ដាយក៏លួចខ្សឹបសួរថាជ្រូកនឹងមកពីណាចេះនិយាយផងម្ដាយក៏ប្រាប់សពគ្រប់លុះនៅបន្តិចទៅនោះកូនស្រីយាយនិងចៅជ្រូក
ក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នាយាយម្ដាយដឹងថាកូនគាត់ហើយក៏ចៅជ្រូកស្គាល់គ្នាជិតស្និទ្ធហើយក៏ផ្ដាំសួរចិត្តកូនសួរទៅនាងបងនាងប្រកែកលុះសួរទៅនាងប្អូននាងឆ្លើយថាស្រេចតែម៉ែឲ្យខ្ញុំទៅនរណាខ្ញុំចេះតែតាមយាយបានដឹងពាក្យនេះត្រេកអរណាស់ហើយក៏ឲ្យដំណឹងទៅចៅជ្រូកដឹងពីរឿងនេះជ្រូកត្រេកអរពន់ពេកហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូជាមួយចៅជ្រូកតាមប្រពៃណីស្រុកសពគ្រប់យាយក៏ចាត់ចែងឲ្យបានជាលំនៅឋានឲ្យជ្រូកនៅដោយខ្លួនជាដរាបទៅបានប្រមាណជាកន្លះខែអ្នកស្រុកនិគមនោះមានលេចឮថានឹងមានពួកភ្លេងរបាំគេនឹងមកលេងនៅជិតនោះអ្នកភូមិជិតខាងទាំងចាស់ទាំងក្មេងក៏ស្រាប់ស្រាលនាំគ្នាស្រស់ស្រូបបាយពេលយប់ពេលប្រលប់រួចនាំគ្នាទៅមើលជាច្រើនឈូឆរនាងពៅប្រពន្ធចៅជ្រូកក៏ចង់ទៅមើលនឹងគេដែរក៏បបួលចៅជ្រូកជាប្តីឲ្យទៅផងតែចៅជ្រូកថាឲ្យប្អូនឯងមើលចុះបងចាំនៅផ្ទះនាងបានអនុញ្ញាតពីស្វាមីហើយក៏ទៅជាមួយនឹងគេឯជ្រូកវិញដឹងថានាងជាភរិយាចេញទៅឆ្ងាយហើយក៏ទំនាយស្រោមចេញទៅមើលដែរហើយស្រោតរូតឲ្យលឿនទៅដល់ទីនោះមុននាងពៅដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេចេះបែបបទភ្លេងយ៉ាងជំនាញដោយពួកភ្លេងនោះដែរលុះអស់ពេលហើយដឹងថាពួកអ្នកស្រុកនិងនាងពៅត្រឡប់ទៅផ្ទះវិញក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរត់ដំណើរទៅឲ្យដល់ផ្ទះមុនប្រពន្ធហើយចូលទៅក្នុងអាស្រមវិញដូចដើមលុះនាងពៅធ្វើដំណើរទៅដល់ចៅជ្រូកចាប់សួរទៅភរិយាថាអូនទៅមើលរបាំគេនោះល្អមើលទេគេលេងដូចម្ដេចខ្លះនាងពៅក៏រាយរាប់ប្រាប់សពគ្រប់ហើយនាងប្រាប់ថាមានអ្នកភ្លេងម្នាក់រូបរាងស្អាតណាស់ល្អណាស់ច្រៀងក៏ពិរោះហើយចេះរាំចាក់ក្បាច់ក៏សមអ្នកមើលគេចាប់ចិត្តនឹងបុរសនោះគ្រប់គ្នាជ្រូកសួរបញ្ជាក់ថាអ្នកនោះស្លៀកសំពត់ខៀវពាក់អាវក្រហមមែនប្រពន្ធឆ្លើយថានឹងហើយហេតុម្ដេចបានជាបងដឹងឬទៅមើលនឹងគេដែរចៅជ្រូកនៅស្ងៀមមិនចេញស្ដីតាមពិតចៅជ្រូកនិងនាងពៅស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសម្ដីនិងសម្ដីតែប៉ុណ្ណោះឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយលុះដល់ល្ងាចមួយទៀតអ្នកស្រុកផ្អើលអ៊ូអទៅមើលភ្លេងរបាំនោះទៀតនាងភរិយាចៅជ្រូកក៏សុំប្តីទៅមើលទៀតចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយភរិយាចៅជ្រូកក៏សុំប្តីទៅមើលទៀតចៅជ្រូកក៏ឲ្យប្រពន្ធទៅខ្លួនឯងក៏លួចចេញទៅម្ដងទៀតហើយទៅចូលរួមក្នុងរបាំនោះដោយការពីយប់មុនទៀតកាលណាដល់ពេលគេឈប់ភ្លាមចៅជ្រូកម្នីចូលមកផ្ទះខ្លួនវិញឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះលុះប្រពន្ធមកដល់ក៏សួរប្រពន្ធទៀតថាម៉េចហើយអូនសម្លាញ់ទៅមើលល្ងាចនេះល្អមើលទៀតទេថ្ងៃនេះល្អប្លែកពីថ្ងៃមុនទៅទៀត
ចៅជ្រូកសើចរួចតបបែបប្រងើយទៅវិញថាអ្នកដែលលេងល្អជាងគេនោះគឺបរោះស្លៀកសំពត់ខៀវអាវសមែនទេនាងនោះឆ្ងល់ណាស់ក៏សួរទៅប្តីចុះមិនក៏បងដឹងខ្ញុំឆ្ងល់ណាស់ពេលល្ងាចថ្ងៃទី3នាងពៅសុំស្វាមីទៅមើលទៀតស្វាមីក៏អនុញ្ញាតដូចពីយប់មុនទៀតក្រោយដែលដឹងថាប្រពន្ធទៅផុតចៅជ្រូកក៏ប្រញាប់ចេញទៅពីផ្ទះប្រុងនឹងទៅលេងភ្លេងជាមួយនឹងគេទៀតចំណែកនាងភរិយានាងមិនទៅរហូតទេព្រោះនាងសង្ស័យចំពោះប្តីនេះណាស់នាងបានទៅតែបន្តិចក៏វិលមកលោបចាំឃ្លាំមើលស្រាប់តែឃើញប្តីចេញពីស្រំហើយមានរូបឆោមល្អប្រំប្រៃគឺជារូបបរោះលេងរបាំដែលនាងសរសើរថាល្អនោះនាងស្ទុះប្រញាប់ទៅចាប់ខាត់ប្តីមិនឲ្យចូលទៅក្នុងស្រំវិញឡើយហើយនាងអង្វរប្តីកុំឲ្យប្តីចូលទៅក្នុងស្រំវិញព្រោះប្តីក៏សុខចិត្តតាមពាក្យអង្វររបស់ប្រពន្ធតែសុំឲ្យនាងរក្សាទុកស្រោមនោះឲ្យបានស្រួលបួលនាងពៅយកស្រោមនោះទៅទុកដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្តីហើយក៏នៅសុខសាន្តជាមួយគ្នារហូតមកពេលមួយនៅប្រទេសនោះឥតមានស្ដេចពួកសេនាអាមាត្យក៏នាំគ្នាធ្វើពិធីផ្សងរកអ្នកដ៏មានបុណ្យដើម្បីឡើងគ្រងរាជ្យតែពេលនោះរឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺសុសសាយទៅគ្រប់ទិសទីពពួកសេនាអាមាត្យក៏បានទៅអញ្ជើញបរិសម្នាក់នោះឲ្យឡើងគ្រងរាជ្យសម្បត្តិប្រទេសតទៅលុះបានឡើងគ្រងរាជ្យហើយប្រមាណជាកន្លះខែព្រះចៅឡើងគ្រងរាជ្យថ្មីនេះនាំមហាសីទៅរកផ្ទះឪពុកម្ដាយរបស់ចៅជ្រូកហើយតាំងរៀបចំកន្លែងទទួលព្រះរាជាស្ដេចសួរអំពីដំណើររឿងដើមមានកូនប្រុសស្រីមិនប៉ុន្មានអ្នកសេដ្ឋីប្រាប់ទូលថាខ្ញុំព្រះអង្គមានតែកូនប្រុសម្នាក់ហើយជាជ្រូកផងតែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់ពេលមួយកូនទីរោគមិនដឹងប្រពន្ធលុះខ្ញុំព្រះអង្គប្រាប់ថារោគពុំបានទេកូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងទៅណាមកណាបាត់យូរហើយស្ដេចជ្រាបព័ត៌មាននេះហើយក៏ត្រាស់អំពីរឿងពិតឲ្យដឹងសពគ្រប់ឪពុកម្ដាយត្រេកអរណាស់ក៏នាំគ្នាអោបព្រះរាជាសរសើរបុណ្យបារមីព្រះរាជាត្រាស់បញ្ជាឲ្យឪពុកម្ដាយទាំងពីរទាំងភរិយាស្វាមីទៅរស់នៅឯរាជវាំងឯយាយចាស់ជាម្ដាយនាងពៅវិញក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យមកនៅក្នុងព្រះរាជវាំងដែរពិតមែនតែព្រះអង្គមានរូបកាយជាមនុស្សពេញបរិបូរណ៍ប៉ុន្តែទ្រង់នៅតែនឹកសន្តោសដល់សត្វជ្រូកព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វក៏ព្រះអង្គត្រាស់បញ្ជាឲ្យក្រុមហោរាយកនាមសត្វជ្រូកទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំទាំង12ឲ្យសម្គាល់ថាឆ្នាំកុលនេះជានាមសត្វជ្រូកបាទនេះជារឿងព្រេងជ្រូកបានឡើងជាឈ្មោះឆ្នាំរឿងប្រាជ្ញាអណ្ដើកអណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បានលើគោកក៏បានហេតុដើមនោះមានរឿងព្រេងមួយនិទានថាក្នុងគ្រាយូរយារអង្វែងហើយពេលនោះមានទឹកជំនន់ធំណាស់សត្វខ្លាដំរីរាជសីរមាំងរមាសក្តាន់ជាដើម
អំពីវនីវបបួលគ្នាទៅពួននៅព្រៃហែមនិព្វាននៅសល់តែអណ្ដើកសកលមួយមិនព្រមទៅណានឹងគេសោះលុះទឹកជន់មកដល់គាត់ក៏ហែលេងជាមួយនឹងពពួកមច្ឆជាតិស៊ីមើមឈើឬឈើកំពុងតែសប្បាយស្រាប់តែទឹកស្រកទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់នឹងបង្គាបឈើតែពុំដឹងជាទៅខាងណានឹកថាអាត្មាអញមុខជាស្លាប់ហើយព្រោះដៃខ្លីជើងខ្លីលុះទឹកស្រកផុតពីគល់ឈើទៅមានល្បាប់ស្មៅខ្ចីដុះនៅគល់ឈើជាច្រើនពេលនោះមានដំរីមួយដើរមករកបរិភោគស្មៅខ្ចីអណ្ដើកឃើញដំរីហើយនឹកថាបានការហើយតើអញបោកដំរីនេះម្ដងវាដឹងតែវាឲ្យវាដឹងដៃម្ដងអណ្ដើកក៏បន្លឺវិចារថាអនុណាមកធ្វើអីក្រោមដើមឈើនេះដំរីឆ្លើយថាខ្ញុំជាដំរីអណ្ដើកថាយើអាបងដំរីបងឯងមិនទាន់ដឹងខ្លួនទេឬខ្លួនខ្ញុំនេះជាអគ្គរាជទូតព្រះបាទពារិស័យឈ្មោះថាអ្នកលួងចូលចិត្តមានុបព្រះករុណាបានប្រើអញឲ្យចាំរកឯងក្នុងទីនេះឥឡូវប្រទះគ្នាហើយចាំអញនិយាយប្រាប់ឯងពូជពងបងឯងនេះពីដើមមកនៅបំរើជាបរិវារព្រះរាជាហើយស្រាប់តែលួចរត់បាត់យកទាំងផ្លិតចាមរបស់លោកមកជាមួយផងដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថាអូបងអើយខ្ញុំពុំដឹងទេខ្ញុំឃើញតែរបៀបយ៉ាងនឹងនេះជាកន្ទុយរបស់ខ្ញុំទេតើអណ្ដើកនិយាយទៅកាន់កាត់ថានឹងហើយអញមានថាឯងលួចតែដូនតាឯងជាអ្នកលួចប៉ុន្តែរបស់នៅលើរូបអ្នកបើចង់រួចខ្លួនត្រូវទៅរកសត្វជើងមួយមកឲ្យអញយកទៅថ្វាយព្រះរាជាជួយសុំអង្វរក្រែងបានរួចខ្លួនដំរីឮដូច្នេះក៏មនីដើរទៅរកសត្វជើងមួយទាំងយំស្រែកខ្លាមួយឃើញដំរីយំស្រែកហើយស្រែកសួរថានេបងដំរីអើយបងឯងមានទុកពីរឿងអ្វីក៏ដើរយំស្រែកដូច្នេះដំរីសាស័ព្ទប្រាប់ខ្លាសពគ្រប់ខ្លាថាយីបងដំរីមកដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃនោះទៅវិញមកយើងទៅពីអ្នកទៅមើលវាមើលខ្លានិងដំរីបបួលគ្នាដើរត្រឡប់មកវិញអណ្ដើកក្រឡេកឃើញពីចម្ងាយនឹកថាអាយ៉ាបានខ្លាមួយទៀតផងមិនអីទេចាំមកចិត្តអញនឹងកំហែងអាខ្លានេះម្ដងលុះខ្លានិងដំរីដើរមកដល់ចិត្តអណ្ដើកតាំងស្រែកថាអញឮសូរមាត់ដូច
ជាត្បេះឬខ្លាឆ្លើយថាខ្ញុំនឹងហើយអណ្ដើកនិយាយថានេះជាត្បេះឯងមានរឿងធំណាស់ម្ដេចបានជាយកភួយក្រឡាខ្លាមករបស់ព្រះរាជាមកខ្លាថាទេលោកខ្ញុំឃើញអីចឹងតាំងពីកំណើតមកអណ្ដើកប្រាប់ថានឹងហើយអញមិនថាឯងលួចទេប៉ុន្តែផោះតាងនៅលើឯងស្រាប់ហើយបើចង់រួចខ្លួនទៅជួយរកអាសត្វជើងមួយជាមួយនឹងដំរីទៅអាភ្លឺខ្លានិងដំរីដើរបណ្ដើរយំបណ្ដើរទៅរកសត្វជើងមួយទៅជួបនឹងស្វាឆ្ងល់ណាស់ឃើញខ្លានិងដំរីមានអាការៈដូច្នេះសួរដឹងដើមតងហើយស្វាលន់មកថាយីបងឯងទាំងពីរច្បាស់ជាចាញ់បោកអាសត្វអណ្ដើកនឹងហើយដូច្នេះត្រូវត្រឡប់ទៅវិញជាមួយនឹងខ្ញុំនឹងសាកសួរវាមើលសត្វទាំង3ក៏នាំគ្នាត្រឡប់ទៅវិញអណ្ដើកឃើញសត្វឃើញស្វានឹកថាអញបោកអាស្វានេះទៀតហើយក៏ស្រែកថាយើបងអាចារ្យស្វាទេតើខ្ញុំរកតែមុខកន្ទុយបងឯងជាងអ្វីណែខ្ញុំប្រាប់ឲ្យច្បាស់ទៅគឺជាដងលំពេងព្រះរាជាទៅកុំនិយាយអ្វីទៅរកសត្វជើងមួយឲ្យឆាប់ខ្លានិងដំរីនិងស្វាតលប្រាជ្ញាក៏នាំគ្នាដើរយំបណ្ដើរទៅរកសត្វជើងមួយពុំដឹងសត្វនោះនៅឯណាទៅជួបនឹងកង្កោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថាបងទាំង3ចាញ់ប្រាជ្ញាវិហើយមកទៅជាមួយខ្ញុំនឹងសាកសួរវាឲ្យដឹងឬគល់ខ្លានិងដំរីស្វាកង្កោកត្រឡប់វិញមិនទាន់ទាំងសួរថាដូចម្តេចផងអណ្ដើកក៏ស្រែកថាយើបងកង្កោកតើមករកអីយើអានេះខូចណាស់ហ៊ានលួចផ្លិតកន្ទុយកង្កោកព្រះរាជាមកជាមួយផងកង្កោកភ័យខ្លួននឹកថាថ្ងៃណាអាយ៉ាលេងឯងទៀតហើយតើអណ្ដើកកំហែងថាមិនរួចខ្លួនទេទៅរកសត្វជើងមួយឲ្យអញខ្លានិងដំរីស្វាកង្កោកដើរទៅរកសត្វជើងមួយទៀតពុំដឹងជានរណាជានៅឯណាទេអាសត្វជើងមួយនោះស្រាប់តែទៅជួបនឹងសត្វទន្សាយសួរដឹងរឿងក៏និយាយថាបងឯងទាំងអស់គ្នានឹងមកទៅជាមួយខ្ញុំចាំខ្ញុំដោះស្រាយលុះសត្វទាំង5បណ្ដាគ្នាមកដល់អណ្ដើកឃើញទន្សាយនឹកថាអាយ៉ាអាទន្សាយមកជាមួយផងតើអានេះមានប្រាជ្ញាណាស់បើអីចឹងត្រូវអញនិយាយតតាក់ទងកន្លងឲ្យមុំទាំងទើបឈ្នះវាហើយស្រែកសួរពីចម្ងាយថាយើអញមើលទៅឃើញដូចជាបងសុភីទន្សាយយីបងទន្សាយពូជពងបងឯងសុទ្ធតែធ្វើនិមឺនកាត់ក្តីទាំងអស់ពុំគួរបងឯងមានចិត្តពីលលួចយកប៉ែននំបញ្ចុកព្រះរាជាដូច្នេះសោះទេនឹងហើយគេហៅថាចិត្តជាទេវទត្តមាត់ជាទេវតាទន្សាយនឹកថាយីអញថាមកជួយគេឥឡូវទៅជាជាប់ពិរុទ្ធខ្លួនឯងទៀតរួចឆ្លើយថាណែបងអណ្ដើកខ្ញុំកើតឡើងឃើញតែគូតខ្ញុំមានរុនច្រើនអញ្ចឹងស្រាប់ពុំមែនលួចគេទេអណ្ដើកបានដៃហើយក៏ជេរថាយីអាចង្រៃនេះល្ងងដូចនេះតើបានជាទៅរកសត្វជើងមួយមិនបានសោះ
ចាំអញប្រាប់ឲ្យច្បាស់ទៅសត្វជើងមួយគឺផ្សិតនេះឯងប៉ុន្តែអញមិនប្រាប់ត្រង់អញចង់ដឹងប្រាជ្ញាឯងទាំងអស់គ្នាមើលតើប្រាជ្ញាដូចអញឬមិនដូចអញសត្វទាំង5គឺខ្លាដំរីស្វាក្ងោកនិងទន្សាយនាំគ្នាទៅដកផ្សិតបានយ៉ាងច្រើនយកមកប្រគល់ឲ្យអណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើទៅលើខ្លួនដាក់ចុះពីបង្គាបឈើរួចប្រើឲ្យធ្វើកូនខ្ទមលើខ្នងដំរីនិងបិទបាំងជុំវិញហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះខ្លួនឯងគឺក៏ពួនស៊ីផ្សិតក្នុងខ្ទមយ៉ាងឆ្ងាញ់ពិសាអណ្ដើកបញ្ជាឲ្យដំរីទៅរកនគរពីរាណសីឯខ្លាស្វាក្ងោកនិងទន្សាយក៏ចេះតែដើរទៅដែរដើម្បីដោះសារខ្លួនឲ្យរួចពីពិរុទ្ធលុះបានទៅដល់ស្រះមួយយ៉ាងធំមានផ្កាឈូកច្រើនទើបអណ្ដើកធ្វើជាបែកកលបោកសត្វទាំងនោះទៀតថាណែបងដំរីឈប់សិនទាំងអស់គ្នាស្ដាប់អញជានិមឺនក្នុងវាំងបើអញចូលវាំងម្ដងពួកស្រីស្នំចេះតែនាំគ្នាសុំផ្កាឈូកពីអញបើដូច្នេះត្រូវបងស្វាដាក់អញចុះពីដំរីស្វាឮហើយក៏ស្ទុះទៅដាក់អណ្ដើកពីលើខ្នងដំរីរួចហើយអណ្ដើកក៏វាចូលទៅពួនសំងំក្នុងស្រះនោះបាត់ទៅឯដំរីខ្លាស្វាក្ងោកនឹងទន្សាយចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញសោះទើបដឹងខ្លួនថាចាញ់បោកអណ្ដើកហើយទើបនាំគ្នាជិះចេញពីទីនោះទៅនេះហើយចាស់ទុំច្រើននិយាយថាចេះលាក់ពុតមើលតែអណ្ដើកព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ចតែបើផុតពីគ្រោះភ័យវាអាចចេញក្បាលដៃជើងមកក្រៅបានតែម្ដងរឿងថ្មាតបោកដំរីកាលពីព្រេងនាយមានស្ដេចថ្មាតមួយមានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សពឃើញថាបានចាប់ស្ដេចដំរីយកមកស៊ីជាអាហារលុះភ្ញាក់ឡើងក៏ប្រើពួកពលឲ្យហើរទៅហៅស្ដេចដំរីពួកសេនាក៏ហើរសំដៅទៅលំនៅនៃស្ដេចដំរីដល់ហើយក៏ស្រែកហៅស្ដេចដំរីបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅលំនៅយ៉ាងឆាប់ដោយម្ចាស់យើងយល់សពថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នេះក៏ភ័យញាប់ញ័រឥតឧបមាយំបណ្ដើរលាប្រពន្ធកូននិងពលសេនាបណ្ដើរដើម្បីទៅតាមបញ្ជាស្ដេចថ្មាតលុះដល់ពាក់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយក៏សួរទៅស្ដេចដំរីថាយើបងដំរីទៅណាមកណាក៏លះមាំថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអោបងសុទន្សាយអើយស្ដេចថ្មាតវាយល់សពឃើញថាវាបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យវាស៊ីខ្ញុំហើយទន្សាយឆ្លើយថាយីបងដំរីរូបប៉ុនបងឯងមកដេចក៏សុកចិត្តឲ្យទៅឲ្យអាសត្វថ្មាតស៊ីទៅទីដូច្នេះចាំខ្ញុំទៅជួយដោះទុកបងឯងឲ្យរួច
រស់បានទៅចុះស្ដេចដំរីបានឮទន្សាយថាដូច្នេះមានចិត្តត្រេកអរណាស់ក៏ហៅទន្សាយឡើងជិះលើខ្នងខ្លួនដើរសម្ដៅលំនៅស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតអញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សពឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដេកលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកហៅទន្សាយនេបងទន្សាយមកដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងអាស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអាសិនបងនិយាយជាមួយដំរីយ៉ាងម៉េចខ្លះមិញអំបញ្ញមិញយើងមិនបានស្ដាប់ព្រោះរវល់តែងុយដេកស្ដេចថ្មាតឆ្លើយថាយើងយល់សពឃើញថាបានស៊ីសាច់ដំរីទន្សាយថាមានហើយអបាញ់មិញខ្ញុំដេកលក់មួយភាំងទៅយល់សពថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាបងទន្សាយយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សពរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីខ្ញុំមិនឲ្យបងថ្មាតឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីដំរីដោយសារចាញ់កលសុភាទន្សាយដំរីក៏វិលទៅលំនៅខ្លួនវិញទន្សាយក៏បល់ចូលទៅក្នុងព្រៃវិញបាត់ទៅរឿងក្អែកស្រុកបង្រៀនក្អែកព្រៃក្នុងកាលជាយូរមកហើយមានក្អែកពីរគឺក្អែកស្រុកសម្បុរសមួយទៀតក្អែកព្រៃសម្បុរខ្មៅក្អែកស្រុកនេះវាចេះស៊ីចំណីអាហារគ្រប់យ៉ាងវារស់តែដោយសារលួចឆក់ចំណីអាហារពីអ្នកស្រុកស៊ីរាល់ថ្ងៃមនុស្សណាទុកចំណីអាហារមិនប្រយ័ត្នវាលួចឆក់ទំពាស៊ីមួយរំពេចថ្ងៃមួយក្អែកស្រុកហើររកស៊ីតាមធម្មតាបានជួបនឹងក្អែកព្រៃហើយវាសួរថាបងក្អែកឯងស៊ីរបៀបណាសប្តាហ៍ថ្ងៃក្អែកព្រៃឆ្លើយខ្ញុំសប្តាហ៍ថ្ងៃនេះរកស៊ីតាមសមាអាជីវរមិនលួចឆក់របស់គេមកចិញ្ចឹមខ្លួនទេបងក្អែកស្រុកឯងរកស៊ីរបៀបណាដែរក្អែកស្រុកឆ្លើយខ្ញុំរកស៊ីតាមរបៀបបងឯងនោះស៊ីមិនទាន់មាត់ទេរកស៊ីតាមរបៀបខ្ញុំទើបប្រសើរហើយងាយផងក្អែកព្រៃសួរថាតើរកស៊ីរបៀបណារកស៊ីដូចម្ដេចក្អែកស្រុកឆ្លើយនៅព្រឹកមើលតែមនុស្សម្នាគេហាលត្រីទុកដោយធ្វេសប្រហែសភ្លេចត្រចៀកឬគេដើរទៅនេះទៅនោះអស់ខ្ញុំបោះពួយផ្លែតទៅឆក់យកមកភ្លាមហើយហាលយកទៅស៊ីលើចុងឈើឯណោះធ្វើប្រងើយក្អែកព្រៃថាអីចឹងទេខ្ញុំមិនដែលរកស៊ីទេរបៀបនឹងបងឯងប្រយ័ត្នដូចពាក្យចាស់ពោលថាលួចគេវិក្រន់ប្រយ័ត្នគេតន់វិក្រែលក្អែកស្រុកថាមើលបងក្អែកព្រៃឯងទៅជាមួយនឹងខ្ញុំម្ដងមើលតើវាក្រន់ឬក៏វាក្រែលថា
ហើយក៏នាំគ្នាហើរសំដៅទៅរកភូមិដែលមានមនុស្សរស់នៅអាស្រ័យទៅដល់ពាក់កណ្ដាលផ្លូវបានឃើញអ្នកដំណើរម្នាក់ដាក់រទេះដាំបាយហើយអាំងត្រីមួយតំបុតយ៉ាងឈ្ងុយគាត់ដាំបាយបណ្ដើរអាំងត្រីបណ្ដើរចូលទៅកាប់អូសក្នុងព្រៃក្បែរនោះបណ្ដើរនៅលើក្បាលជូតដោយក្រមាបមួយផងក្អែកស្រុកប្រាប់ក្អែកព្រៃថាបងឯងចាំធ្វើតាមបង្គាប់ខ្ញុំឆក់យកឆ្នោតក្បាលគាត់កាលណាគាត់ដេញតាមខ្ញុំបងក្អែកព្រៃឯងចូលទៅឆក់យកត្រីអាំងរបស់គាត់នោះភ្លាមទៅក្អែកទាំងពីរជំនុំគ្នារួចហើយក្អែកស្រុកបោះពួយសម្ដៅទៅឆក់យកឆ្នុតក្បាលតានោះបានហើយហើរយ៉ាងលឿនតានោះក៏ខំរត់ដេញបង្អើលយកឆ្នុតក្បាលវិញឯក្អែកព្រៃឃើញតាដេញបណ្ដើរយកឆ្នុតក្បាលពីក្អែកស្រុកក៏ស្ទុះផ្លែតទៅយកត្រីអាំងហើយហើរទៅទុំលើចុងឈើធ្វើប្រងើយក្អែកស្រុកឃើញក្អែកព្រៃឆក់ត្រីអាំងបានហើយក៏ទម្លាក់ឆ្នោតក្បាលមកឲ្យតានោះវិញតាបានឆ្នោតក្បាលត្រឡប់មកវិញកន្លែងរទេះរបស់គាត់រកមើលត្រីអាំងមិនឃើញងាករកចុះឡើងមិនឃើញសោះក៏ក្រឡេកទៅលើចុងឈើទើបឃើញក្អែកទាំងពីរកំពុងតែចែកត្រីអាំងគ្នាស៊ីយ៉ាងហឺហាតាក្តៅចិត្តណាស់ប៉ុន្តែមិនដឹងធ្វើម្ដេចកើតចាប់ពីថ្ងៃនោះមកក្អែកព្រៃក៏ចេះរកស៊ីលួចឆក់ដូចក្អែកស្រុករហូតមកដល់សព្វថ្ងៃនេះ